ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំវិលមកជួបពុកម៉ែបងប្អូនទាំងអស់គ្នាម្ដងទៀតដោយបន្តអានសភៅតាក់ទងនឹងមនុស្សដែលខ្ញុំបានចែករំលែកកាលពីលើកមុនចឹងដែរដើម្បីកុំឲ្យខាតពេលយូរសូមរីករាយសម្រាប់ដូចតទៅទាំងអស់គ្នារូបកាយមនុស្សគឺវាដូចជាគ្រឿងយន្តរូបកាយមនុស្សប្រុសស្រីគឺជាគ្រឿងប្រដាប់មួយដែលកើតឡើងដោយកម្លាំងចក្រប្រកបគ្នាតាមបញ្ជានៃដួងចិត្តមនុស្សមានទ្វារទាំង9ត្រចៀក2ភ្នែក2ច្រមុះ2មាត់1ទ្វារធំ1ទ្វារតូច1